សួស្តីមួយប្រែតតគ្នានៅក្នុងបណ្ដាញសង្គមជាពិសេសនៅក្នុង channel របស់ខ្ញុំតែពេលនេះខ្ញុំបង្ហាញអក្សរមួយចំនួនដែលមាននៅក្នុងបទចម្រៀងខ្ញុំអន់ខ្លាំងណាស់ច្រៀងដោយវងថាណាំបទចម្រៀងគាត់ទើបតែចេញនៅក្នុងកន្លះស៊ីបទចម្រៀងអក្សរខ្ញុំមើលឃើញថាស្រួលត្រង់ថាវគ្គ intro ដូចតែនឹងវគ្គ solo វគ្គទី1ទី2វគ្គ A ទី1ទី2គឺអក្សរតែមួយអញ្ចឹងគឺយើងអត់ពិបាកនៅក្នុងការទន្ទិញបើសិនជាបងប្អូនទើបតែរៀនលេងដំបូងហើយអត់ត្រូវការមើលអក្សរច្រើនមានន័យថាយើងមើលតែម្ដងគឺយើងចាំគ្រប់វគ្គអញ្ចឹង intro ជាមួយនឹង instrument ភ្លេងកដាលគឺអក្សរតែមួយយើងមានអក្សរ G flat number C A flat number C F minor ដូចគ្នា B flat minor G flat F minor E flat minor កន្លះ A flat ហើយនឹង B flat minor intro ម្ដងទៀតគឺអក្សរដូចគ្នាតែនឹងវគ្គ play ចំពោះវគ្គទី1ទី2វគ្គ A ទី1និង A ទី2គឺអក្សរតែមួយមានអក្សរ G flat A flat F minor B minor ចំពោះ clear ទី1 clear ទី2 clear ទី3 clear ទី4មាន G flat A flat F minor and B flat minor អក្សរដូចគ្នាទាំងអស់គ្រប់វគ្គគ្រប់ clear អូខេអញ្ចឹងបងប្អូនស្រួលទេនៅក្នុងការទន្ទិញដោយមិនបាច់មើលអក្សរនៅពេលយើងហាត់លេងទន្ទិញចាំអក្សរនីមួយទៅគឺយើងលេងបាននៅបទចម្រៀងហ្នឹងទន្ទិញចាំយ៉ាងម៉េចគឺអក្សរទាំងអស់គឺមាន8អក្សរមាន8លំដាប់ទី1 G ទី2 A ទី3 F ទី4 B ទី5 G ទី6 A ទី7 F ទី8 B អញ្ចឹងយើងចាំលំដាប់ទាំង8ហ្នឹងមកបទចម្រៀងហ្នឹងគឺយើងលេងបានហើយដោយឡែក intro ហើយនិងវគ្គ solo គឺខុសគ្នាពីវគ្គជើងបន្តិចហើយវគ្គ solo បញ្ចប់ភ្លេងបញ្ចប់មានអក្សរ G flat មាន F minor E flat minor កន្លះ A flat ហើយនឹង B flat minor បញ្ចប់អូខេគឺខ្ញុំណែនាំអក្សរដែលមាននៅក្នុងបទចម្រៀងខ្ញុំអន់ខ្លាំងណាស់ច្រៀងដោយវងថាណាំខ្ញុំមានតែប៉ុណ្នេះបងប្អូនមានចម្ងល់សំណូមពរបន្ថែមអំពីការណែនាំអក្សរនៅក្នុងបទផ្សេងៗទៀតអាច comment បានខ្ញុំនឹងធ្វើជូនសម្រាប់បងប្អូនជាបន្តទៀត See you next time